តើពុកម៉ែបងប្អូននៅចាំវរៈយុទ្ធជនរបស់យើងឈរជើងនៅលើភ្នំខ្មោចដែលអង្គអាចក្លាហាននិងខ្លាំងពូកែរូបនេះទេគាត់ជាវរៈកងទ័ពដែលមានវ័យ65ឆ្នាំគឺឧត្តមស្នេហ៍ត្រីខឹមខឿនមេបញ្ជាការរងនិងជានាយសេនាធិការនៃកងពលតូចអន្តរាគមលេខ7កងពលធំអន្តរាគមលេខ3អតីតមេបញ្ជាការវរៈស្នាតូច371ដែលដឹកនាំកម្លាំងប្រយុទ្ធយ៉ាងបដូរផ្ដាច់នៅលើសមរភូមិភ្នំខ្មោចនៅព្រឹកថ្ងៃទី1ខែមករាក្នុងឆ្នាំ2026នេះវរៈយុទ្ធជនខឹមខឿនដែលមកពិនិត្យសុខភាពនិងព្យាបាលជំងឺនៅមន្ទីរពេទ្យអង្គឌួងរាជធានីភ្នំពេញខ្ញុំបានស្ដាប់ការរៀបរាប់របស់គាត់យ៉ាងច្រើនពាក់ព័ន្ធនឹងការប្រយុទ្ធគ្នាទាំងលើកមុននិងសង្គ្រាម20ថ្ងៃកន្លងមកនេះដែលកងកម្លាំងតបរបស់យើងឈរជើងនៅលើភ្នំខ្មោចបានទប់ទល់ជាមួយទាហានថៃមិនឲ្យចូលកាន់កាប់ទីតាំងយើងណាមួយឡើយពលសម្រាប់ភ្នំខ្មោចទាំងមូលកងកម្លាំងកម្ពុជានៅឈរជើងការពារយ៉ាងរឹងមាំលោកជាអតីតទាហានខ្មែរក្រហមនិងមានអាយុរហូតដល់ទៅ65ឆ្នាំទៅហើយតែសម្រាប់វីរៈកងទ័ពយើងរូបនេះនៅតែមានស្មារតីដ៏រឹងមាំដឹកនាំកម្លាំងប្រយុទ្ធយ៉ាងស្វិតស្វាញតស៊ូយ៉ាងខ្លាំងក្លាជាមួយកងទ័ពថៃបើទោះបីជាកម្លាំងសត្រូវមានសភាវុធទំនើបនិងច្រើនយ៉ាងណាក៏ដោយជាមួយនឹងស្ថានភាពធូរស្រាលនេះខ្ញុំនៅតែទទូចឲ្យបងប្អូនសប្បុរសជនដែលមានលទ្ធភាពសូមបន្តផ្គត់ផ្គង់ជាគ្រឿងបរិភោគសម្ភារៈមួយចំនួនមានទាំងផ្ទាំងសូឡាម៉ូតូនិងអាយកោមជាដើមជួយដល់កងកម្លាំងយើងនៅជួរមុខដើម្បីបន្តឈរជើងការពារទឹកដីយ៉ាងរឹងមាំជូនជាតិមាតុភូមិនិងប្រជាជនជាង17លាននាក់ដើម្បីជាការដឹងគុណនិងការតបស្នងដល់ការលះបង់យ៉ាងធំធេងរបស់គាត់បងប្អូនអាចចូលរួមចំណែកឧបត្ថម្ភតាមលទ្ធភាពជាក់ស្ដែងភ្នំខ្មោចមិនមែនជាភ្នំនៃខ្មោចទេប៉ុន្តែជាភ្នំនៃវីរភាពតើបងប្អូននៅចាំទេវីរយុទ្ធជនរបស់យើងដែលឈរជើងការពារទឹកដីនៅលើភ្នំខ្មោចទីតាំងមុខសមរភូមិដ៏ក្តៅកគុកនិងពោពេញទៅដោយគ្រោះថ្នាក់បានដែរឬទេវីរយុទ្ធជនម្នាក់ដែលស្មារតីមិនចាស់តាមអាយុកម្លាំងមិនចុះខ្សោយតាមរយៈពេលគឺឧត្តមស្នេហ៍ត្រីខឹមខឿនអាយុ65ឆ្នាំមេបញ្ជាការរងនិងជានាយសេនាធិការនៃកងពលតូចអន្តរាគមលេខ7កងពលធំអន្តរាគមលេខ3អតីតមេបញ្ជាការវរៈស្នា371ដែលបានដឹកនាំកម្លាំងយ៉ាងបដូរផ្ដាច់នៅលើសមរភូមិភ្នំខ្មោចបើតាមរយៈការរៀបរាប់របស់គាត់យើងបានឮពីសង្គ្រាមដ៏សាហាវទាំងការប្រយុទ្ធកន្លងមកនិងសង្គ្រាម20ថ្ងៃថ្មីនេះដែលកងកម្លាំងកម្ពុជាឈរជើងលើភ្នំខ្មោចបានទប់ទល់យ៉ាងរឹងមាំមិនឲ្យកងទ័ពថៃឈ្លានពានចូលកាន់កាប់ទីតាំងណាបានឡើយភ្នំខ្មោចទាំងមូលនៅតែស្ថិតក្រោមការការពារដ៏តឹងរ៉ឹងរបស់កងកម្លាំងកម្ពុជាលោកជាអតីតទាហានខ្មែរក្រហមនិងជាមនុស្សដែលឆ្លងកាត់សង្គ្រាមជាច្រើនជំនាន់ឧត្តមស្នេហ៍ត្រីខឹមខឿននៅតែឈរនៅជួរមុខដឹកនាំកម្លាំងដោយស្មារតីមិនចុះចាញ់ទោះសត្រូវមានសភាវុធទំនើបនិងកម្លាំងច្រើនក៏ដោយកងកម្លាំងយើងនៅតែតស៊ូយ៉ាងស្វិតស្វាញដោយយកជាតិនិងទឹកដីជាគោលដៅធំជាងគេក្នុងបរិបទនេះការការពារជាតិមិនមែនជាការងាររបស់ទាហានតែមួយក្រុមទេប៉ុន្តែជាកាតព្វកិច្ចរួមរបស់ប្រជាពលរដ្ឋទាំងមូលខ្ញុំសូមអំពាវនាវដល់បងប្អូនសប្បុរសជនដែលមានលទ្ធភាពសូមបន្តជួយផ្គត់ផ្គង់គ្រឿងបរិភោគនិងសម្ភារៈចាំបាច់ដូចជាផ្ទាំងសូឡាម៉ូតូអាយកោមជាដើមឲ្យបានដល់កងកម្លាំងជួរមុខដើម្បីឲ្យពួកគាត់អាចបន្តឈរជើងការពារទឹកដីដើម្បីប្រជាជនជាង17លាននាក់សូមជូនពរដល់វីរៈកងទ័ពឧត្តមស្នេហ៍ត្រីខឹមខឿននិងវីរៈកងកម្លាំងកម្ពុជាទាំងអស់ដែលកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យឲ្យឆាប់ជាសះស្បើយពីជំងឺនិងរបួសហើយអាចវិលត្រឡប់ទៅបំពេញបេសកកម្មការពារជាតិវិញក្នុងនាមជាអ្នកការពារទឹកដីនិងកិត្តិយសជាតិខ្មែរ